កំណើតនៃអាជីវកម្មបញ្ចាំសម័យបុរាណអាជីវកម្មបញ្ចាំត្រូវបានគេចាត់ទុកថាជាប្រព័ន្ធហិរញ្ញវត្ថុចំណាស់បំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលមានប្រវត្តិតាំងពី3000ឆ្នាំមកហើយនៅក្នុងសម័យបុរាណចិនមានការប្រើប្រាស់ប្រព័ន្ធបញ្ចាំយូរមកហើយដោយប្រជាជនយកទ្រព្យសម្បត្តិផ្ទាល់ខ្លួនដូចជាឧបករណ៍ធ្វើការគ្រឿងអលង្ការនិងសម្លៀកបំពាក់មកបញ្ចាំដើម្បីទទួលបានប្រាក់បណ្ដោះអាសន្នអាជីវកម្មបញ្ចាំនៅសម័យនោះត្រូវបានគ្រប់គ្រងដោយវត្តអារាមព្រះពុទ្ធសាសនាដើម្បីជួយប្រជាជនក្រីក្រមិនឲ្យធ្លាក់ចូលទៅក្នុងការលក់ខ្លួនឬបំណុលធ្ងន់ធ្ងរអាជីវកម្មបញ្ចាំកើតឡើងដើម្បីជួយសង្គមមុនពេលក្លាយជាអាជីវកម្មបែបពាណិជ្ជកម្មនៅក្នុងប្រទេសក្រិកបុរាណមានអ្នកផ្ដល់ប្រាក់កម្ចីឯកជនដែលទទួលទ្រព្យបញ្ចាំសម្រាប់ការដាក់ធានាប្រព័ន្ធនេះបានបង្កើតគំនិតសំខាន់ៗដូចជាការផ្ដល់ប្រាក់កម្ចីដោយមានទ្រព្យធានាការគ្រប់គ្រងហានិភ័យការកំណត់អត្រាការប្រាក់ជាដើមក្នុងសម័យ Roman Empire អាណាចក្ររ៉ូមអាជីវកម្មបញ្ចាំត្រូវបានអភិវឌ្ឍឲ្យមានប្រព័ន្ធច្បាប់លាស់ច្បាប់រ៉ូមទទួលស្គាល់អំពីសិទ្ធិរបស់ម្ចាស់ទ្រព្យការបង្ខំអនុវត្តកិច្ចសន្យាការគ្រប់គ្រងអត្រាការប្រាក់ជាដើមនេះហើយជាមូលដ្ឋាននៃកិច្ចសន្យាអាជីវកម្មបញ្ចាំមកដល់សម័យទំនើបនៃសម័យមជ្ឈិមសម័យ Middle Age សាសនាគ្រិស្តបានប្រឆាំងនឹងអត្រាការប្រាក់ខ្ពស់ជាហេតុនាំឲ្យកើតមានស្ថាប័នបញ្ចាំសប្បុរសធម៌នៅប្រទេសអ៊ីតាលីមានស្ថាប័នមួយឈ្មោះ Monte di Pietà បង្កើតឡើងដោយព្រះសង្ឃ Franciscan ដើម្បីផ្ដល់ប្រាក់កម្ចីអត្រាទាបឬគ្មានការប្រាក់ដល់ប្រជាជនក្រីក្រគោលបំណងសំខាន់គឺការពារការកេងប្រវ័ញ្ចកាត់បន្ថយភាពក្រីក្រផ្ដល់ប្រាក់កម្ចីយុត្តិធម៌ដល់អតិថិជនអំពីនិមិត្តសញ្ញាបញ្ចាំដែលមើលទៅដូចជាបាល់មាស3និមិត្តសញ្ញាបាល់មាស3ត្រូវបានគេជឿថាមកពី Medici Family ដែលជាគ្រួសារធនាគារល្បីល្បាញនៅអ៊ីតាលីអត្ថន័យទូទៅបាល់មាស3នេះតំណាងឲ្យអតីតកាលបច្ចុប្បន្នកាលអនាគតកាលប្រាក់កម្ចីទ្រព្យធានាដោះស្រាយបញ្ហាលឿនរហ័សជំនឿសង្ឃឹមសប្បុរសធម៌សពទាំងអាជីវកម្មបញ្ចាំបានអភិវឌ្ឍទៅជាអាជីវកម្មមានច្បាប់និងប្រព័ន្ធគ្រប់គ្រងច្បាស់លាស់រួមមានបញ្ចាំគ្រឿងអលង្ការបញ្ចាំឧបករណ៍អេឡិចត្រូនិកបញ្ចាំយានយន្តជាដើមហើយអាជីវកម្មបញ្ចាំក៏កំពុងបានក្លាយជាអាជីវកម្មបញ្ចាំបែបសម័យ Digital ផងដែរ